dương chậm đau to kìa anh em nó bắt chụp mình tập ăn xong kìa bây giờ yêu ao rồi kìa chậm đau សូមជម្រាបសួរពុកម៉ែបងប្អូនមិត្តភក្តិទាំងអស់គ្នាបាទវីដេអូថ្ងៃនេះគឺយើងស្រង់ព្រះរស់នៅផ្ទះតែម្ដងហើយថ្ងៃនេះផងដែរខ្ញុំហើយនឹងបងប្អូនរបស់ខ្ញុំទាំងអស់គ្នាក៏បានជួបជុំគ្នាមូលមីដើម្បីរៀបចំកម្មវិធីស្រង់ព្រះបាទព្រះនេះគឺព្រះរស់បានស្រង់ព្រះនៅវត្តទេឃើញថាកម្មវិធីស្រង់ព្រះនេះរងាចនេះគឺការជួបជុំបងប្អូនជួបជុំគ្នាទាំងអស់តែម្ដងហើយក៏មានការចូលរួមពីលោកឪពុកអ្នកម្ដាយ អមមីងមៀទាំងអស់គ្នាបាទចូលរួមស្រោចទឹកជុំគ្នាតែម្ដងបាទក្រោយពីមានការស្រង់ព្រះងូតទឹកជូនព្រះរស់ហើយព្រះរស់ក៏ស្រោចទឹកឲ្យវិញក្រោយពីស្រង់ព្រះជូនអ្នកមានគុណហើយសង្ឃឹមថាឆ្នាំនេះនឹងមានពរជ័យគ្រប់គ្នាដល់បងប្អូនញាតិមិត្តទាំងអស់ដែលបានរៀបចំនឹងចូលរួមឆ្នាំនេះឃើញថាកកកនឹងជុំគ្នាបានល្អមែនទែនពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹកនិងការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេ ព្រះរស់នេះហើយគឺជាព្រះដែលតែងតែនៅក្បែរយើងមើលថាយើងរហូតមកតាំងពីតូចក្រូចឆ្មាដូច្នេះគួរតែសម្ដែងនៅការដឹងគុណការតបស្នងសងគុណចំពោះអ្នកមានគុណកុំខ្មាស់អៀនឲ្យសោះកូនខ្លះហ៊ានសំពះអ្នកដតីតែបែរជាអៀនព្រានមិនហ៊ានសំពះព្រះរបស់ខ្លួនឯងការស្រោចទឹកងូតទឹកជូនព្រះរស់នឹងធ្វើឲ្យអ្នកទាំងអស់គ្នាទទួលបាននូវភាពត្រជាក់ត្រជុំហើយនឹងភាពសប្បាយចិត្តហើយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលពរជ័យលាភសំណាងពីពួកគាត់ផងដែរ តោះកុំភ្លេចស្រោចទឹកងូតទឹកជូនមេដាបេដាចាស់ព្រឹទ្ធាចារ្យអ្នកមានគុណរបស់យើងណាដើម្បីដោះក្អែជំរះឲ្យជ្រះស្រស់ស្អាតផូរផង់បាទពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីទាំងអស់គ្នាក្រោយពីបានស្រង់ជូនព្រះរស់ហើយឥឡូវព្រះរស់ក៏ស្រង់ឲ្យវិញបាទក្រៅពីទទួលកពោជ័យពីអ្នកមានកូនលោកតាលោកយាយចាស់ទុំទាំងអស់គ្នាហើយក្រៅពីស្រង់ព្រះរួចហើយឃើញថាកម្មវិធីរបស់ក្មេងខ្មាំងក៏មកដល់ភ្លាមតែម្ដងបាទមានទាំងអ្នកបាច់ទឹកអ្នកស្រោចទឹកអ្នកជះទឹកផងដែរបាទក៏ទៅមកទៀតក៏បងប្អូនខ្ញុំត្រឹមបានទេឲ្យតែលឺភ្លេងណាបងប្អូនខ្ញុំសិតតែអ្នកសិល្បៈឲ្យតែថាលឺភ្លេងចូលមិនបាច់ចាំគេហៅមិនចាំគេអីទេគឺថារំយោតែម្ដងគឺថាកម្មវិធីថ្ងៃនេះសប្បាយរីករាយតែម្ដងជប់ជុំគ្រួសារស្រោចទឹកបានតិចតែជុំហើយក៏រំលែងសប្បាយចិត្តទៀតចុះអ្នកទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំនេះបាទជប់ជុំគ្រួសារហើយនៅហើយបានរៀបចំកម្មវិធីស្រង់ព្រះស្រោចទឹកហើយញ៉ាំកម្មវិធីជប់ជុំបងប្អូនបានរីករាយដែរឬអត់បើសិនជាបានរៀបចំកម្មវិធីដោយខាងនេះដែរបាទសូមខមមិននិងផ្ញើវីដេអូរូបភាពមើលចែកម្នាក់មួយផងណាឆ្នាំថ្មីបាទសេរីសួស្តីសូមកាត់មានចំពោះអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះហើយក៏ជូនពរជ័យទៅដល់ញាតិមិត្តបងប្អូនដែលបានចូលរួមកម្មវិធីមហាសង្ក្រាន្តចូលឆ្នាំ2025នេះសូមឲ្យជួបតែពុទ្ធពរទាំង4ប្រការជួបតែសេចក្តីសុខលាភសំណាងហូរចូលគ្រប់គ្នាក្រោយពីចូលឆ្នាំថ្មីហើយក៏សូមជូនពរផងដែរសូមសុខសុវត្ថិភាពនៅពេលធ្វើដំណើរត្រឡប់ទៅផ្ទះទៅភូមិស្រុកដើម្បីប្រកបបុណ្យរបររស់ស៊ីបាទសូមជួបតែសុវត្ថិភាពរីករាយនិងសួស្តីឆ្នាំថ្មីសេរីសួស្តីថ្មីកើតមានដល់អ្នកទាំងអស់គ្នាបាទនៅពេលនេះខ្ញុំបាទសូមទ្រឲ្យថតវីដេអូនៅ Pub Street ម្ដងបាទហើយក៏សូមអរគុណដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំមួយនេះកុំភ្លេចជួយ like និង share ម្នាក់មួយផងជួបគ្នាអញទឹកនៅ Pub Street Let's go Happy New Year